បងប្អូនមួយរយៈនេះដោយរៀងសបោពួក PCX សេរីខ្ពស់ដល់ហើយអា PCX នេះដេបានធម្មតាបងប្អូនក៏ប៉ុន្តែដេមិនឆេះទេដេអស់តែម៉ាស៊ីនឆឹកតែមានគ្មាននឹងហើមឆេះសោះហើយម៉ូតូនេះយើងមើលទៅលើកញ្ចក់កុងទ័ររបស់វាគឺលូតឆេកជាប់តែម្ដងដំណាក់កាលទី1នេះខ្ញុំត្រូវតែ scan វាមើលសិនតើឆេកនោះឆេកអ្វីបោះចេញបាត់ហើយបងប្អូន Mobin តួលេខកូដរបស់វា91ដងបងប្អូនអាច share ទុកមើលថ្ងៃក្រោយបានកុំឲ្យដល់ជួបបញ្ហាដល់ខ្ញុំទៅពិបាកតោះឥឡូវបើសិនជាយើងមានតម្រុយខ្លះហើយយើងទៅមើលភ្លើងម៉ាស៊ីនតែម្ដងទៅតើភ្លើងម៉ាស៊ីនវាមានឬក៏អត់បើសិនជាភ្លើងម៉ាស៊ីនអត់មានទេប្រកាសណាស់ 100% គឺខូច Mobin តួវាហើយមែនបងប្អូនម៉ូតូនេះគ្មានភ្លើងម៉ាស៊ីនទេហើយបើគ្មានភ្លើងម៉ាស៊ីនផងឲ្យម៉ូតូនឹងដេឆេះមិនទៅលោកអាយលោកអញ្ចឹងម៉ូតូនេះខ្ញុំត្រូវតែដោះដូរ Mobin វាមួយខ្ញុំនិយាយមែនបងប្អូនបងប្រុសម្ចាស់ម៉ូតូគឺជាមួយម៉ូតូរបស់ខ្ញុំយូរមកហើយឲ្យតែម៉ូតូគាត់ខូចគាត់យកមកផ្ទះខ្ញុំរហូតហើយដឹងគាត់ថាមិនទេគាត់ថាអូម៉ូតូផ្ទះខ្ញុំហ្នឹងឡងជាង 2-3 កន្លែងណោះគាត់ថាខ្មាស់គេណាខ្លាចគេថាឲ្យគាត់មានអាណាអូមកបាត់មុខចិត្តបងប្អូនយើងជាជាងម៉ូតូកុំឲ្យអន់សពូនចិត្តអ្នកណាធ្វើទៅអ្នកណាធ្វើទៅបងប្អូនជឿខ្ញុំចុះអ្នកឆ្ងាយតែខ្ញុំមកធ្វើកន្លែងផ្ទះជាងដំតែបើអ្នកចិត្តខ្ញុំវិញគេមិនមកធ្វើកន្លែងខ្ញុំទេគេខ្លាចខ្ញុំនឹងមានឃើញខ្ញុំល្បីតិចតួចឃើញខ្ញុំការងារច្រើនតិចតួចពេបជ្រាយខ្ញុំខ្លាចតែគេមានជាងខ្លួនអញ្ចឹងបងប្អូនជឿខ្ញុំទៅមិនបាច់ខ្វល់ទេអ្នកណាចូលធ្វើទៅអ្នកណាមិនធ្វើអត់ទៅសំខាន់យើងតាំងខ្លួនយើងឲ្យបានល្អធ្វើការរកស៊ីឲ្យមានភាពស្មោះត្រង់ខូចថាដឹងខូចល្អថាចំល្អមនុស្សយើងជាម៉ូតូថាមានភាពស្មោះត្រង់នឹងខ្លួនហើយវាមិនសយោទេបងប្អូនហើយខ្ញុំក៏មិនខឹងពួកគាត់ដែរបើគាត់មកធ្វើម៉ូតូក៏ខ្ញុំធ្វើឲ្យគាត់ដែរពេលមានលុយទៅធ្វើកន្លែងគេពេលអត់លុយមកធ្វើកន្លែងយើងតែបើពេលធ្លាម៉ូតូអត់មានហួសតាណាខ្លែយើងទេបងប្អូនតែខ្ញុំអត់ខ្វល់ទេបងប្អូនធ្លាម៉ូតូក៏ខ្ញុំធ្វើប៉ះម៉ូតូក៏ខ្ញុំធ្វើមិនថាអ្នកនោះមិនដែលធ្វើកន្លែងខ្ញុំណាក៏ដោយខ្ញុំនៅតែទទួលធ្វើជានិច្ចតោះបងប្អូនឡាយតែនិយាយម៉ូតូយើងឆេះបាត់ហើយម៉ូតូនេះគឺខូច Mobin តួមែនតើបងប្អូនដូរតែ Mobin តួមួយឆេះត្រិលបាត់ហើយឥឡូវនេះដល់វគ្គយើងមក reset code វិញម្ដងពេលដែលយើងដូរ Mobin ហើយឬក៏ដូរ sensor ហើយបើយើងអត់ reset code វាទេម៉ូតូឆេះមិនស្រួលទេឥឡូវចាំមើល code ទាំងអស់គ្នានេះដាច់ប៉ាត់បាត់ហើយបងប្អូននេះគឺជាការលុប code reset code របស់ម៉ូតូ PCX ស៊េរីខ្ពស់022បងប្អូនតែខំម៉ូតូនេះខ្ញុំត្រូវជិះលយវាសិនលុតវាសិនក្រៃលូជិះទៅវាមិនស្រួលហើយបើអាចបរោះបានខ្ញុំបរោះទៀតតែក៏ម៉ូតូនេះខ្ញុំបរោះមិនរួចទេធ្ងន់ណាស់មានអីម៉ូតូនេះឆេះហើយឆាតទៅបងប្រុសហើយថាឲ្យបងប្រុសមកយកពេលល្ងាចហើយដាក់ចាក់ជាមួយគាត់តែមានណាពេលល្ងាចគាត់អត់មកយកទេគាត់មកយកពេលព្រឹកលេអត់ហ៊ានមកយកម៉ូតូពេលល្ងាចខ្លាចជាងដំគាត់ថាចាំថ្ងៃក្រោយទៅចាំដាក់ចាក់មួយជាងដំអីទៀត